าวจิมาโต้ดาลุยอกุยลานมันเนะจบอันเตะสมรกิจรีไอปีเนะกำปงรถกิจคลุนจนสงสัยมันเนะขนมจำนำปะบุใบเนะตระบ้านสมรกิจทัวการขดคลุนกลายทัวสกรรมพิบลุยอกุยรถยนต์ระบอกเกได้ฉุบจอดนเลจินจำเพลกาลปีวิลิมองพรำ1:30 นาทีหลังนี้ไงตี30 ខែ មេសា ឆ្នាំ 2025 ស្ថិតនៅចំណុចភូមិបតជីមួយសង្កាត់ព្រៃហូរក្រុងតាខ្មៅខេត្តកណ្ដាលសមត្ថកិច្ចបានដឹងថាជនរងគ្រោះមានឈ្មោះគីតិភេទប្រុសអាយុ34 ឆ្នាំរស់នៅភូមិបតជីមួយសង្កាត់ព្រៃហូរក្រុងតាខ្មៅខេត្តកណ្ដាលមុខរបរជាកម្មករចំណែកជនសង្ស័យមានឈ្មោះសឿនវិសាលភេទប្រុសអាយុ23 ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិដំណាក់សង្កែសង្កាត់ព្រែកកំពឹសខណ្ឌដង្កោរាជធានីភ្នំពេញចំពោះជនសង្ស័យពីរនាក់ទៀតរត់គេចខ្លួនបាត់នៅក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងម៉ូតូចំនួន2គ្រឿងទី1ម៉ូតូ Honda C125 ឆ្នាំ 2015 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CR 9477 ទី2 Suzuki Nix ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CQ 5052ចំណែកសម្ភារៈបាត់បង់អាគុយចំនួន2គ្រាប់សមត្ថកិច្ចបានដឹងថាកាលពីថ្ងៃទី30 ខែ មេសា ឆ្នាំ 2025 វេលាម៉ោង 6:30 នាទីព្រឹកជនរងគ្រោះបានបើករថយន្តមួយគ្រឿង Hyundai ពណ៌សពាក់ស្លាកលេខភ្នំពេញ 3E6232 មកទុកលើផ្លូវបេតុងមួយកន្លែងស្ថិតនៅក្នុងភូមិបតជីមួយសង្កាត់ព្រៃហូរក្រុងតាខ្មៅខេត្តកណ្ដាលហើយក៏ចូលទៅកន្លែងធ្វើការបាត់លុះដល់វេលាម៉ោង 5:30 នាទីល្ងាចថ្ងៃដដែលជនរងគ្រោះក៏បានដើរមកយករថយន្តវិញស្រាប់តែបាត់អាគុយចំនួន2គ្រាប់មិនដឹងនរណាលួចបាត់ក្រោយពេលកើតហេតុជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលព្រៃហូរដើម្បីចុះស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញសកម្មភាពជនសង្ស័យមានពពួកចំនួន3នាក់និងម៉ូតូចំនួន2គ្រឿងបានធ្វើសកម្មភាពលួចយកអាគុយរថយន្តជនរងគ្រោះខាងលើជិះគេចខ្លួនបាត់ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរហូតដល់ថ្ងៃទី2 ខែឧសភា ឆ្នាំ 2025 កម្លាំងអធិការដ្ឋានក្រុងតាខ្មៅសហការជាមួយកម្លាំងប៉ុស្តិ៍ព្រៃហូរធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាមួយនឹងវត្ថុតាងយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួននឹងបពុ2នាក់ទៀតពិតជាបាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូចំនួន2គ្រឿងមកលួចយកអាគុយរថយន្តរបស់ជនរងគ្រោះចំនួន2គ្រាប់យកទៅលក់ឲ្យអេតចាយនៅសង្កាត់ព្រៃថ្លឹងបានប្រាក់ចំនួន 120000 ប្រាកដមែនបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់សូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនដែលថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ